Audio Jungle. Audio Jungle. ទំនិញជាច្រើនមុខចេញចូលតាមច្រកទ្វេភាគីព្រំដែនរវាងកម្ពុជាវៀតណាមដំណើរការធម្មតាខេត្តត្បូងឃ្មុំសកម្មភាពផ្លាស់ប្ដូរទំនិញតាមច្រកទ្វេភាគីព្រំដែនដង7ដើមឃុំដាស្រុកមេមុននៅថ្ងៃទី19ខែតុលាឆ្នាំ2025រវាងកម្ពុជាវៀតណាមគឺដំណើរការទៅដោយរលូនដោយមានការសម្របសម្រួលពីមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធដែលនៅប្រចាំច្រកដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរនិងអ្នកដឹកទំនិញផ្សេងៗជាពិសេសនោះកសិផលដំឡូងមីដែលនាំទំនិញឆ្លងទៅលក់នៅប្រទេសវៀតណាមក៏មានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ជាពិសេសទំនិញដែលខុសច្បាប់ផ្សេងៗចំពោះទំនិញខុសច្បាប់មិនឲ្យចរាចរណ៍បានឡើយលោកហពុតណារិនប្រធានច្រកទ្វេភាគីព្រំដែនដាហៅដង7ដើមបានមានប្រសាសន៍ឲ្យដឹងថាសប្តាហ៍ថ្ងៃមានបងប្អូនប្រជាពលរដ្ឋជាពិសេសអ្នកដឹកកសិផលដំឡូងមីយកទៅលក់នៅប្រទេសវៀតណាមក្នុងមួយថ្ងៃប្រហែលជា90ឡានទៅ100ឡានក្នុងមួយថ្ងៃលោកបានឲ្យដឹងថាខាងកម្ពុជាបានសម្របសម្រួលជាមួយភាគីវៀតណាមជាប្រចាំថ្ងៃដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទោះយ៉ាងណាក្នុងតម្លៃទិញលក់គឺស្ថិតនៅលើប្រទេសវៀតណាមដែលគេជាអ្នកកំណត់ពេលបើកឲ្យឡានដឹកដំឡូងមីចូលតែពេលខ្លះក៏ត្រូវរងចាំដល់ម៉ោងដែលខាងវៀតណាមជាអ្នកបើកបារ៉ាចំពោះការពិនិត្យទំនិញចេញចូលត្រូវបង់ពន្ធឬមិនបង់ពន្ធយ៉ាងណាក៏ជាការងាររបស់គយតែប៉ុណ្ណោះលោកអេងចាណានាយមេប៉ុស្តិ៍ច្រកទ្វេភាគីដាហៅដង7ដើមបានឲ្យដឹងថាសម្រាប់រូបលោកក៏ដូចជាមន្ត្រីមានតួនាទីសម្រាប់សម្រួលបើកច្រកពិនិត្យមើលលិខិតស្នាមភ្ញៀវដែលធ្វើដំណើរចេញចូលឆ្លងដែនរវាងប្រទេសទាំងពីរសម្រាប់ការត្រួតពិនិត្យទំនិញចេញចូលគឺខាងគយនិងប្រធានច្រកខណៈខាងលោកគឺចាំសហការលោកថាកន្លងមកមានអង្គភាពសារព័ត៌មានអនឡាញមួយចំនួនបានផ្សព្វផ្សាយថាមានទំនិញកិច្ចពន្ធនិងខូចគុណភាពបានដឹកចូលមកពីប្រទេសវៀតណាមគឺជារឿងមួយមិនពិតប្រាកដនោះទេពីព្រោះថាមន្ត្រីពាក់ព័ន្ធប្រចាំការច្រកបានធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ចត់ហើយនៅវេលាម៉ោង5ល្ងាចរវាងមន្ត្រីភាគីទាំងសងខាងបានបិទច្រកឆ្លងកាត់រៀងខ្លួនសូមជម្រាបថាក្នុងមួយថ្ងៃក្នុងរដូវវស្សានេះមានរថយន្តដឹកកសិផលប្រមាណជាង100គ្រឿងភាគច្រើនជារថយន្តដឹកដំឡូងមីចូលទៅលក់ក្នុងប្រទេសវៀតណាមតាមច្រកទ្វេភាគីដានិងមានទំនិញខ្លះនាំចូលពីវៀតណាមមកកម្ពុជាផងដែរក្នុងការត្រួតពិនិត្យមន្ត្រីបានពិនិត្យយ៉ាងល្អិតល្អន់ផងដែរខាងអង្គភាពយើងខ្ញុំចុះផ្សាយតែព័ត៌មានពិននិងរងចាំការបកស្រាយចម្ងល់ពីមហាជនពីគ្រប់មជ្ឈដ្ឋានសូមអរគុណសូមគោរពលា Audio Jungle Audio Jungle